នៅក្នុងសម្បុកដែលពោពេញដោយក្តីសង្ឃឹមនិងជីវិតកូនឥន្ទ្រីតូចកំពុងតែលូតលាស់យ៉ាងកក់ក្ដៅតែភ្លាមនោះស្រមោលដ៏អាក្រក់មួយបានរំកិលចូលមកគំរាមកំហែងដល់សន្តិភាពរបស់ពួកវាម្ដាយឥន្ទ្រីបានវិលត្រឡប់មកវិញទាន់ពេលដើម្បីប្រឈមមុខនឹងគ្រោះថ្នាក់ដ៏គួរឲ្យខ្លាចនេះការប្រយុទ្ធដ៏ស្វិតស្វាញមួយបានផ្ទុះឡើងរវាងក្តីស្រឡាញ់របស់ម្ដាយនិងសភាពគិតរបស់សត្វមុំសាសីនៅពាក់កណ្ដាលនៃភាពវឹកវរកូនឥន្ទ្រីមួយបានធ្លាក់ចុះពីសម្បុកខ្ពស់ដោយមិនដឹងថាជោគវាសនារបស់វាទៅជាយ៉ាងណាឡើយវាបានធ្លាក់ចុះមកដីដោយគ្មានទីពឹងនៅលើដីដ៏ធំល្វឹងល្វើយកូនឥន្ទ្រីតូចបានក្លាយជាចំណីដ៏ងាយស្រួលឆ្កែព្រៃពីរក្បាលបានលេចមុខឡើងឆ្លុះបញ្ចាំងពីគ្រោះថ្នាក់មួយទៀតដែលកំពុងរង់ចាំការវិតម្លៃដោយស្ងៀមស្ងាត់មួយបានចាប់ផ្ដើមនៅពេលដែលសត្វមុំសាសីទាំងនោះពិចារណាលើការរកឃើញដែលមិននឹកស្មានដល់ឆ្កែព្រៃមួយក្បាលបានចាប់យកឱកាសនោះដោយឆក់យកកូនឥន្ទ្រីដែលគ្មានទីពឹងម្ដាយឥន្ទ្រីដែលទទួលស្គាល់ពីគ្រោះថ្នាក់ថ្មីនេះមានការឈឺចាប់ជាខ្លាំងប៉ុន្តែត្រូវតែជ្រើសរើសរវាងការការពារកូនដែលនៅសល់និងការស្វែងរកកូនដែលបាត់បង់តែអ្វីដែលនឹកស្មានមិនដល់គឺកូនឥន្ទ្រីនោះបានរួចផុតពីមាត់ឆ្កែព្រៃដោយអភូតហេតុនៅក្នុងសម្បុកសត្វពស់នោះបានលេចចេញជាថ្មីម្ដងទៀតបង្កើតស្រមោលនៃការគំរាមកំហែងឡើងវិញពេលនោះកូនឥន្ទ្រីមួយទៀតបានធ្លាក់ចុះពីសម្បុកដោយភាពភ័យខ្លាចម្ដាយឥន្ទ្រីកាន់តែមានការអស់សង្ឃឹមព្រោះគ្រួសាររបស់វាត្រូវប្រឈមមុខនឹងគ្រោះថ្នាក់ពីគ្រប់ទីដោយជំរុញដោយសភាពគិតការពារដ៏ខ្លាំងក្លាម្ដាយឥន្ទ្រីបានហោះចេញពីសម្បុកដើម្បីស្វែងរកកូនដែលបាត់បង់វាក៏បានប្រទះឃើញឆ្កែព្រៃដែលជាអ្នកលួចកូនរបស់វាហើយបានស្រវាដោយកំហឹងការប្រយុទ្ធតាមអាកាសដ៏សាហាវមួយបានកើតឡើងនៅពេលដែលឥន្ទ្រីប្រយុទ្ធដើម្បីទាមទារយកអ្វីដែលជារបស់ខ្លួនឆ្កែព្រៃដែលត្រូវបានឡោមព័ទ្ធនិងវាបបមិនឈ្នះក៏បានទម្លាក់ចំណីរបស់វានៅក្បែរកន្លែងលាក់ខ្លួនមួយឥន្ទ្រីដែលជាអ្នកឈ្នះបានចាប់កូនរបស់វាឡើងវិញដោយបានយកឈ្នះលើគូប្រជែងជាច្រើនកូនឥន្ទ្រីនោះក៏បានត្រឡប់ទៅសម្បុកវិញក្នុងស្ថានភាពមួយដែលមើលទៅមានសុវត្ថិភាពត្បិតមេឥន្ទ្រីពុំរុញរាឡើយនៅក្តីស្រឡាញ់របស់ម្ដាយ